លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីឧបនាយករដ្ឋមន្ត្រីសុនច័ន្ទថុលដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិភាក្សាការងារតមូលកម្រិតខ្ពស់កម្ពុជាជប៉ុនក្រោមមូលបត្រឆ្ពោះទៅរកការវិនិយោគនិងភាពជាដៃគូយុទ្ធសាស្ត្រទីក្រុងតូក្យូក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុនលោកសុនច័ន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានារសៀលថ្ងៃអង្គារទី9ខែមិថុនាឆ្នាំ2026បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិភាក្សាការងារតមូលកម្រិតខ្ពស់កម្ពុជាជប៉ុនក្រោមមូលបត្រឆ្ពោះទៅរកការវិនិយោគនិងភាពជាដៃគូយុទ្ធសាស្ត្រកិច្ចពិភាក្សានេះត្រូវបានសហការរៀបចំដោយកអករួមជាមួយមជ្ឈមណ្ឌលអាស៊ានជប៉ុននិងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនដោយមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់និងតំណាងក្រុមហ៊ុនជប៉ុនធំៗដែលមានសក្តានុពលខ្ពស់ចំនួន11ស្ថាប័នកិច្ចពិភាក្សាត្រូវបានរៀបចំឡើងក្នុងទម្រង់ជាវេទិកាពិភាក្សាជាក់ស្ដែងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅចំគោលដៅនិងទៅវិញទៅមកដោយផ្អែកលើធាតុចូលនិងចំណុចសក្តានុពលគន្លឹះរបស់ក្រុមហ៊ុនចូលរួមនីមួយៗរួមមាន 1. ផែនការជាក់ស្ដែងក្នុងការចូលរួមមកកាន់ទីផ្សារនិងការបណ្ដាក់ទុននៅកម្ពុជា 2. យុទ្ធសាស្ត្រអភិវឌ្ឍធុរកិច្ចរយៈពេលវែង 3. ចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអតិភិបនិង 4. លទ្ធភាពនិងចក្ខុវិស័យក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតតាមរយៈកិច្ចពិភាក្សាការងារតមូលកម្រិតខ្ពស់នេះក្រុមហ៊ុនដែលបានចូលរួមទទួលបានឱកាសក្នុងការធ្វើបទបង្ហាញសង្ខេបអំពីវិស័យដែលខ្លួនចាប់អារម្មណ៍សកម្មភាពធុរកិច្ចរំពឹងទុកនាពេលអនាគតព្រមទាំងបញ្ហាគន្លឹះឬការពិចារណានានាដែលពាក់ព័ន្ធនឹងការវិនិយោគនិងការអនុវត្តគម្រោងជាមួយគ្នានេះកអកនឹងផ្ដល់ជូននូវព័ត៌មានជាក់លាក់ស្របតាមតម្រូវការរបស់ក្រុមហ៊ុននីមួយៗព្រមទាំងការគាំទ្រផ្នែកប្រឹក្សាយោបល់ប្រកបដោយភាពកក់ក្ដៅដើម្បីសម្របសម្រួលបង្កលក្ខណៈងាយស្រួលនិងធានាដល់ភាពជោគជ័យចំពោះការចូលមកកាន់ទីផ្សារក៏ដូចជាការពង្រីកទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរបន្ទាប់ពីកិច្ចពិភាក្សាការងារតមូលកម្រិតខ្ពស់នេះតំណាងវិស័យឯកជននៃប្រទេសជប៉ុននិងតំណាងវិស័យឯកជនពីកម្ពុជាក៏ទទួលបាននូវឱកាសជួបគ្នាបង្កើតបណ្ដាញទំនាក់ទំនងធុរកិច្ចយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅដើម្បីផ្លាស់ប្ដូរព័ត៌មានស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមកក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នាសម្ដៅពង្រីកទំហំពាណិជ្ជកម្មនិងការវិនិយោគឯកជនប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ